សួស្តីបងប្អូនទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាចង់ដឹងអំពីរបៀបធ្វើបានសរសើរនៅក្នុង Microsoft Word ដូចរូបនេះអត់តោះអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចូលមកទស្សនាវីដេអូទាំងអស់គ្នាអញ្ចឹងមុននឹងយើងបង្កើតនៅបានសរសើរបាននៅក្នុង Microsoft Word អញ្ចឹងយើងត្រូវការមាន file មួយចំនួនដើម្បីយើងរៀបចំត្រៀមបាទខ្ញុំបានរៀបចំទុកដាក់រួចរាល់ហើយបាទអញ្ចឹងដំបូងគេបំផុតអ្នកទាំងអស់គ្នាអាចទៅរក frame បាទដែល frame នេះយើងអាចរកនៅក្នុងអ៊ីនធឺណិតឬក៏តាម website មួយចំនួនគឺ free ទេបាទអញ្ចឹងខ្ញុំអាច preview ឲ្យមើលបន្តិចបាទអញ្ចឹងគឺលក្ខណៈបែបនេះបាទអញ្ចឹងมันប្រកាន់ជាពណ៌ឬក៏អីទេឲ្យតែរូបភាពនឹងរៀងច្បាស់ហើយយើងតាម style ដែលផលយើងពេញចិត្តបាទអញ្ចឹងយើងធ្វើការ save វាមកបាទ file JPEG ក៏បាន file PNG ក៏បានហើយខ្ញុំត្រូវមាន logo សាលាមួយបាទរូប 4x6 រូបនេះគឺអាចຂະຫນាតផ្សេងក៏បានដែរអត់បញ្ហាទេហើយនឹងមួយទៀតគឺយើងត្រូវការធ្វើទម្រង់អក្សរយើងបាទដូចជាសាលាអញ្ចឹងដើម្បីយើងដាក់នៅខាងក្រោយអញ្ចឹងសម្រាប់កន្លែងនេះគឺខ្ញុំនឹងបរិញ្ញាអ្នកទាំងអស់គ្នាធ្វើដែរអូខេអញ្ចឹងកន្លែងនេះខ្ញុំអាចទុកហ្នឹងខ្ញុំនឹងបរិញ្ញារបៀបអ្នកទាំងអស់គ្នាធ្វើបាទតោះអញ្ចឹងយើងចូលមកកាន់ Microsoft Word របស់យើងមកបាទតោះអញ្ចឹងយើងចូលមក Microsoft Word របស់យើងបាទសម្រាប់ Microsoft Word គឺដំបូងនៅពេលដែលយើងបើកមកយើងធ្វើការ set up layout សិន layout នេះគឺសំខាន់មែនតើសម្រាប់ដំបូងគឺយើងធ្វើការដាក់กระดาษប្រភេទ A4 បាទសម្រាប់ឯកសារខ្លះដែលយើងចង់បានຂະຫນាត B5 ឬក៏ຂະຫນាត A3 A8 តាមការងាររបស់យើងដែលចង់បានបាទអញ្ចឹងខ្ញុំជ្រើសរើសយក A4 បាទបន្តមកទៀតយើងយក orientation បាទបានន័យថាយើងយក landscape បាទអញ្ចឹងដោយសារជាទូទៅក្នុង CTVK ឬក៏ជាបានសរសើរអីគេប្រើតែกระดาษផ្ដេកទេគេកម្រប្រើกระดาษបឆោបាទតោះអញ្ចឹងឥឡូវយើងបានប៉ុណ្ណេះហើយអញ្ចឹងយើងតោះអញ្ចឹងឥឡូវជាដំបូងយើងធ្វើការសរសេរនៅបាវចនាជាតិបាទអញ្ចឹងនៅក្នុងនេះដែរគឺខ្ញុំអាចប្រើប្រាស់ tape ក៏បានតែបើសិនជាយើងឲ្យមានភាពងាយស្រួលហ្មងយើងអាចប្រើ text box ណាបាទដោយសារ text box យើងអាច move វាទៅឆ្វេងស្ដាំបានណាអត់ពិបាកក្នុងការទាញទេបាទអញ្ចឹងយើងចូលទៅកាន់ insert តមកទៀតយើងយកពាក្យថា text box ដែលនៅក្នុង text នេះណាបាទអញ្ចឹងយើងចុចមកយើងយក sample text box បាទអញ្ចឹងយើងបានប្រអប់អក្សរមួយហើយបាទអញ្ចឹងកន្លែងនេះយើងអាចសរសេរចូលបាទអញ្ចឹងខ្ញុំសរសេរបាវចនាជាតិបាទអញ្ចឹងឥឡូវយើងបានសរសេរប៉ុណ្ណេះហើយបាទអញ្ចឹងយើងធ្វើការបដូរកន្លែងនេះទៅជា in front of text ណាបាទបានន័យថាយើងនៅខាងមុខអញ្ចឹងយើងធ្វើការអស់ចែកបានអីណាបាទអូខេអញ្ចឹងឥឡូវនេះយើងដាក់វាមក center បាទអញ្ចឹងខ្ញុំបដូរទៅអក្សរឆ្លាក់បាទអញ្ចឹងខ្ញុំដាក់ font 16អូខេបាទនៅពេលដែលយើងបានប៉ុណ្ណេះហើយតមកទៀតយើងត្រូវមាន font មួយទៀតគឺតើតនឹងតាក់តែងបាទអញ្ចឹងយើងកន្លែងនេះបាទអញ្ចឹងខ្ញុំដាក់លេខ3បាទអញ្ចឹងយើងតម្លើងឲ្យធំតិចទៅអូខេបាទអញ្ចឹងយើង select យើងមើលកន្លែង spacing ណាបាទអញ្ចឹងបើកុំព្យូទ័រអ្នកនរគ្នាឃើញយើងដកឃ្លីឆ្ងាយយើងអាចចូលទៅកំណត់យក 1.0 ហើយនឹង remove ទាំងពីរនេះចោលណា space before paragraph ហើយនឹង after paragraph បើសិនជាយើងអត់ស្រេចទេគឺកន្លែងហ្នឹងវាអាចដកឃ្លីឆ្ងាយណាអត់ដូចផងខ្ញុំដែលខៀកចិត្តគ្នាចេះទេណាបាទអញ្ចឹងយើងធ្វើការបិទមួយទៀតគឺតាក់ទងជាមួយនឹង background ខាងក្រោយបាទអញ្ចឹងយើងចូលទៅ shape format បាទយើងយក shape នេះអញ្ចឹងយើងយកពាក្យថា no fill បានន័យថាផ្ទៃខាងក្រោយវាគឺអត់មានពណ៌ទេណាពណ៌បែបនេះនេះឃើញអត់អញ្ចឹងយើងយក no fill បាទហើយកន្លែង shape outline នេះដែរក៏យើងយក no outline ដែរណាកុំឲ្យមានបន្ទាត់ជុំវិញបាទអញ្ចឹងគឺវាមើលទៅដូចជាអក្សរធម្មតាតែធៀបពិតវាជា text box កន្លែងនេះយើងវាយប៉ុណ្ណឹងហើយយើងចុច control បាទឃើញសញ្ញាបូកឯងបាទសញ្ញាបូកនេះគឺបានន័យថាយើង copy ណាចេញពីចេះមកបាទអញ្ចឹងកន្លែងនេះខ្ញុំវាយឈ្មោះសាលារបស់យើងណាបាទអញ្ចឹងយើងបានវាយឈ្មោះសាលារួចរាល់ហើយបាទអញ្ចឹងយើងចូលដល់ផ្នែកខាងក្រោមវិញបាទអញ្ចឹងដល់ពេលដល់ខាងក្រោមយើងធ្វើការ enter ចុះមកបាទហើយយើងអាចអុសពីនេះឡើងទៅលើវិញបានណាបាទអូខេអញ្ចឹងcross bar របស់យើងគឺនៅខាងក្រោមហើយបាទអញ្ចឹងយើងអាចវាយធម្មតាទេកន្លែងនេះបាទយើងដាក់ center មកបាទអញ្ចឹងឥឡូវយើងទៅសេកន្លែងនេះបានសរសើរហើយបាទអញ្ចឹងខាងក្រោមនេះខ្ញុំដាក់ថា យុមជ្ឈមណ្ឌលបាទខាងក្រោមនេះយើងដាក់ថាបាទអញ្ចឹងឥឡូវយើងវាយបានប៉ុណ្ណេះហើយ
បាទតោះចឹងឥឡូវយើងទៅសេតាក់ទងជាមួយនឹងការបាក់ឆែកមួយទៀតបាទហ្នឹងហើយចឹងឥឡូវនេះខ្ញុំបានវាយរួចរាល់ហើយបាទអញ្ចឹងកន្លែងខាងក្រោមនេះយើងអាច copy ពីខាងលើនេះមកក៏បានដែរបាទព្រោះដោយសារយើងអាចអូសចេះបានណាបាទហើយមួយទៀតនៅក្នុង Microsoft Word គឺយើងអ្វីដែលសំខាន់ជាងគេគឺការវាយ typing ហ្នឹងណាបាទចឹងនៅពេលដែលយើង typing ហើយបានយើងរៀបចំតាមក្រោយក៏អត់បញ្ហាដែរណាចឹងការរៀបចំយើងអាចធ្វើពេលក្រោយក៏អត់អីដែរអញ្ចឹងយើងចាប់ផ្ដើមកែសម្រួលមកទាក់ទងជាមួយនឹង font អក្សរហ្នឹងបាទអញ្ចឹងកន្លែងបានសរសើរនេះខ្ញុំសូមដូរទៅជាអក្សរឆ្លាក់បាទ font ឲ្យធំតិចទៅហើយអក្សរយើងដាក់ពណ៌ក្រហមបាទកន្លែងនេះយើងដាក់អក្សរឆ្លាក់ដែរបាទចឹងយើងបន្ថយ font តិចមកធ្វើ16ទៅបានហើយ18បាទខាងក្រោមនេះយើងអាចប្រើខ្មែរបាត់ដំបងបាទហើយ font យើងប្រើ12អាច16ដែរបាទ14ខ្ញុំគិតថា14ល្មមបាទនេះយើងអាច enter មួយមកដើម្បីចុះបន្តបន្តិចបាទអញ្ចឹងកន្លែងនេះយើងចុះបន្តយើងអាចប្រូមកវារៀងខ្លីបន្តិចក៏បានដែរយើងបន្ថយ font វាមកវាឡើងទៅណាបាទកន្លែងនេះគឺជារបៀបមួយដែលឆ្នៃដែរបាទអូខេហើយសម្រាប់ឈ្មោះយើងអាចចាក់ពណ៌ក្រហមទៅឈ្មោះភេទថ្ងៃខែឆ្នាំកំណើតបាទហើយនឹងថ្នាក់ហើយនឹងចំណាត់ថ្នាក់មួយទៀតណាអ្វីដែលយើងត្រូវដាក់ចឹងខ្ញុំចាក់ពណ៌ក្រហមបាទកន្លែងនេះយើងអាចដាក់ bold ក៏បានដែរខ្ញុំសូមបន្ថែមបន្តិចដើម្បីឲ្យលេចបាទចឹងកន្លែងនេះនៅលើ keyboard យើងអាចចុច control ដើម្បីយើងធ្វើការ select បានច្រើនបាទយើងចុច bold មកបាទវារៀងដិតតិចហើយអូខេបាទចឹងដល់ខាងក្រោមនេះម្ដងហ្នឹងក្រោមនេះយើងអាចទាញតិចមកបាទចឹងខាងលើនេះយើងដាក់ font ធម្មតាទេបាទខ្ញុំអាចប្រើ font សៀមរាបទាំងអស់វិញក៏បានដែរបាទ font សៀមរាបដូចជាស្អាតជាងអូខេបាទចឹងនេះយើងអាច open នេះមកណាបាទអញ្ចឹងយើងបានប៉ុណ្ណេះហើយបាទអញ្ចឹងយើងធ្វើការដាក់នៅ frame របស់យើងចូលបាទអូខេចឹងយើងចូល insert ហើយយើងយកកន្លែង illustration នេះយើងយកពាក្យថា picture ហើយ this device បាទអញ្ចឹងបន្តមកទៀតខ្ញុំចូលទៅកន្លែងទីតាំងដែលខ្ញុំបាន save មុនហ្នឹងបាទអញ្ចឹងខ្ញុំបរិយាធំបន្តិចបាទអញ្ចឹងជាដំបូងគឺខ្ញុំដាក់ទៅលើ frame នេះរូបខ្ញុំនេះបាទបាទអញ្ចឹងយើងចេញបែបនេះមកហើយបាទអញ្ចឹងយើងកន្លែងនេះយើងយកពាក្យថា behind text ណាបាទខាងក្រោយបាទអញ្ចឹងវាចេញនៅខាងក្រោយអក្សរយើងហើយណាបាទអញ្ចឹងយើងធ្វើការប្រិចវាតាមទំហំដែលយើងចង់បានទៅបាទអញ្ចឹងកន្លែងនេះយើងអាចទាញ corner បានទេបាទព្រោះដោយសារយើងទាញឲ្យពេញកណ្ដាលបាទអញ្ចឹងយើងទាញខាងចេះបាទអញ្ចឹងយើងចុច shift ហើយយើងទាញបាទអូខេយើងលេងមើលប៉ុណ្ណាដែលយើងគិតថាសមរម្យទៅបើសិនជាយើងពិបាកក្នុងការសេរីយើងអាចទាញនេះបានទាញប្រើ arrow key បាទដើម្បីខិតបាទយើងអាចខិតទីមកចំកណ្ដាលបាទប៉ុណ្ណេះហើយយើងអាចកែសម្រួលបានហើយណាបាទយើងទាញចុះតិចមកអូខេខាងនេះក៏ត្រូវទាញចុះដែរអូខេបានសរសើរនេះអាចចុះមកក្រោមបន្តិចក៏បានដែរបាទជាងខាងលើនេះយើងបន្ថយតិចទៅដើម្បីឡើងទៅវិញបាទកន្លែងនេះមួយទៀតជាងយើងសេរីវាឲ្យត្រូវតិចទៅតោះអញ្ចឹងបន្តមកទៀតតកតងជាមួយនឹងការដាក់ watermark បាទអក្សររបស់យើងបាទអញ្ចឹងអក្សរនេះផងដែរបាទអញ្ចឹងខ្ញុំសូមបង្កើត file ថ្មីមួយទៀតដើម្បីបញ្យល់អ្នកទាំងអស់គ្នាកន្លែងនេះបន្តិចអូខេអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាអាចបង្កើត
ជាกระดาษដេកមកបាទដើម្បីយើងស្រួលមើលបាទអញ្ចឹងយើងធ្វើការសរសេរបាទដូចថាខ្ញុំដាក់បាទខ្ញុំដាក់ប៉ុណ្នេះបាទបន្តមកទៀតខ្ញុំដាក់ font តាមរបស់ខ្ញុំបាទអញ្ចឹងទំហំយើងដាក់ត្រឹម12ទៅបាទឬក៏11បាទហើយយើងធ្វើការកំណត់ tape បាទថាយើងដាក់4ឬក៏5ទៅបាទហើយយើង copy ណាបាទតមកទៀតយើងចុច tape យើងផាស tape យើងផាសណាអូខេអញ្ចឹងយើងបានប៉ុណ្នេះណាបាទអញ្ចឹងអ្នកទាំងអស់នេះគ្រាន់តែ copy ប៉ុណ្្នឹងមកបាទ Ctrl C មកបាទហើយយើង Ctrl យើង Enter ហើយ Ctrl V ណាបាទអញ្ចឹងកន្លែងនេះរៀងដក clear បន្តិចបាទអញ្ចឹងយើងបានប៉ុណ្នេះណាបាទអញ្ចឹងយើង copy ទាំងអស់ហ្នឹងបងមកណាដើម្បីឲ្យបានច្រើនទៅយើងដាក់ម្ដងលឿនអូខេបាទអញ្ចឹងយើងបានប៉ុណ្នេះហើយបាទអញ្ចឹងបើសិនជាយើងរៀងគៀកអញ្ចឹងយើងអាច spacing កន្លែងនេះបានណាយើងដាក់បន្ថែមមកបាទហើយយើងក៏អាចទាញចេះបានដែរកន្លែង tape ហ្នឹងបាទនេះយើងគិតថាសមរម្យបាទហើយយើងធ្វើការបដូរវាទៅជាពណ៌ទឹកពេជ្រចាស់ណាបាទទឹកពេជ្រចាស់បែបនេះហើយអ្នកទាំងអស់គ្នាគ្រាន់តែយើងចុច screenshot ទៅលើម៉ាស៊ីនរបស់យើងទៅបាទហើយយើង crop យករូបប៉ុណ្ណឹងមកជាការស្រេចណាបាទអញ្ចឹងយើង share រូបបានមួយហើយជាងយើងរូបហ្នឹងគឺជាអ្វីដែលខ្ញុំបានបង្កើតមុនហ្នឹងបាទតោះអញ្ចឹងយើងចូលមកដល់រូបភាពរបស់យើងបាទអញ្ចឹងយើងចូល insert យើងយក this device នេះរូបដែលខ្ញុំបានធ្វើដូចមុនហ្នឹងបាទអញ្ចឹងយើងចុចពាក្យ insert មកបាទអញ្ចឹងវាចេញបែបនេះណាអញ្ចឹងកន្លែងនេះយើងយកពាក្យថា in front of text មកសុំទោសយើងយកពាក្យថា behind text ណាអញ្ចឹងវានៅខាងក្រោយអក្សរណាអញ្ចឹងយើងអាចអស់វាធំនេះមកបាទទាញវាមកអូខេដាក់ប៉ុណ្ណឹងមកបាទបន្តមកទៀតយើងចូលទៅពាក្យកាន់ transparency ណាបាទហើយយើងអាចឲ្យវាស្មើតិចទៅណាហើយតែ 65% ឬក៏ 80% ណាបាទព្រោះ watermark យើងអត់ត្រូវការដិតទេបាទត្រូវការជាស្មើដើម្បីជាឈ្មោះសាលារបស់យើងនៅខាងក្រោមហ្នឹងណាបាទអូខេអញ្ចឹងឥឡូវយើងចូលមកកាន់មួយទៀតទាក់ទងជាមួយនឹងការដាក់ logo បាទ logo ក៏មិនខុសគ្នាដែរទាក់ទងនឹង watermark ហ្នឹងយើងចូលមកកាន់ picture ដដែលបាទហើយ this device អញ្ចឹងខ្ញុំយក logo ម្ដងបាទអូខេ logo បែបនេះអញ្ចឹងយើងធ្វើការ select ដាក់behind text ដូចគ្នាមកបាទហើយយើងដាក់វានៅកណ្ដាលអូខេយើងឲ្យធំតិចទៅខ្ញុំបញ្ជាក់តិចសម្រាប់ logo នេះគឺនេះខ្ញុំធ្វើនៅក្នុងPhotoshop ឬក៏ Illustrator ទេណា file ដើមអញ្ចឹងมันមានទំហំច្បាស់អញ្ចឹងណាបាទអញ្ចឹងអ្នកនរគ្នាដាក់ឲ្យច្បាស់តិចទៅ logo ហ្នឹងបាទអញ្ចឹងយើងយកកន្លែង transparency ដូចគ្នាហ្នឹងបាទអញ្ចឹងយើងបន្ថយកម្រិតច្បាស់វាមកបាទអញ្ចឹងអាចថា watermark ទី1មកអញ្ចឹង logo អាចទី2ណា 80% បាទហើយបន្តមកទៀតណាជាចុងក្រោយគឺយើងត្រូវការដាក់រូបថតបាទអញ្ចឹងយើងធ្វើការ insert ហើយយើងយកពាក្យថា shape បាទអញ្ចឹងយើងគូ shape មួយមកបាទថាដូចយើងដាក់រូបប៉ុណ្នេះមកបាទដាក់ចំកណ្ដាលចេះទៅអូខេបន្តមកទៀតកន្លែង shape ហ្នឹងគឺយើង shape fill នេះបាទអញ្ចឹងយើងយកពាក្យថា picture បាទហើយយើងយកពាក្យថា from a file បាទអញ្ចឹងខ្ញុំដាក់រូបខ្ញុំមកបាទអញ្ចឹងគឺចេញចូលរូបបែបនេះហើយណាបាទអញ្ចឹងយើងចង់ដោះ outline ចេញយើងយក no outline មកគឺរូបស្អាតបែបនេះហើយបាទអញ្ចឹងបាទហ្នឹងហើយជាមួយនឹង color ណាបាទអញ្ចឹងសម្រាប់ស៊ុំយើងអត់ចាំបាច់រៀបចំ download មកថ្មីរហូតទេយើងអាចផ្លាស់ប្ដូរពណ៌បានបាទយើងគ្រាន់តែចុចទៅលើរូបនឹងមកបាទហើយយើងយក picture format បាទអញ្ចឹងកន្លែងពាក្យថា color នេះបាទអញ្ចឹងយើងឃើញអញ្ចឹងយើងអាចបដូរបាន
លើកឡើងនេះចឹងបាទញ៉ាំចង់បដូរទៅពណ៌លឿងពណ៌អីគឺពេលខ្លះយើងមិនចាំបាច់ទៅរកថ្មីទៅទេណានៅក្នុងនេះគឺយើងអាចស្រែកស្រាប់ណាបាទតែយើងចង់បានទៅពណ៌លឿងវិញចឹងយើងចុចមកគឺវាទៅជាពណ៌លឿងក្រដាស់គឺងាយស្រួលអូខេឥឡូវនេះយើងធ្វើបានទៅសាររួចរាល់ហើយចំណុចនេះផងដែរខ្ញុំសូមបន្ថែមតិចទាក់ទងជាមួយនឹងឈ្មោះ head ហើយថ្ងៃខែឆ្នាំកំណើតហើយថ្នាក់ហើយនឹងចំណាត់ថ្នាក់ឥឡូវនេះខ្ញុំ highlight នេះយើងអាចធ្វើទាក់ទងជាមួយនឹង mailing បានក៏បានដែរបាទចឹងបានន័យថា search ច្រើនយើងអាចចុចតែម្ដងនេះគឺវាអូតូទៅទាំងអស់ណាបូករួមទាំងរូបថតដែរចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយសង្ឃឹមតែអ្នកទាំងអស់គ្នានឹងទទួលបានប្រយោជន៍ពីវីដេអូនេះបាទចឹងបើសិនជាពេញចិត្តវីដេអូនេះសូមជួយ like និង subscribe channel នេះផងបាទហើយចែករំលែកទៅមិត្តភ័ក្តិយើងបន្តទៀតបាទចឹងជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយ